ខ្ញុំជឿថាបងប្អូនប្រកាសជាដឹងខ្លះៗរួចមកហើយអំពីការអាប់ដេតថ្មីរបស់ម៉ូតូ HVX ស៊េរីឆ្នាំ2026នេះហើយក៏ចង់បញ្ជាក់ប្រាប់អតិថិជនផងដែរថាសម្រាប់កញ្ចប់តម្លៃក្រោម$3000នេះគឺយើងជិតផុត promotion ទៅហើយក៏ចូលរួមអបអរសាទរសម្រាប់អតិថិជនដែលគាត់ទិញបាននៅក្នុងតម្លៃក្រោម$3000នេះសម្រាប់ option 2026នេះផងដែរតោះឥឡូវយើងមកមើលអំពីម៉ូតូរបស់យើងវិញចង់ដឹងថាអាប់ដេតទៅលើចំណុចណាខ្លះអាចមើលវីដេអូនេះចប់ទាំងអស់គ្នាសម្រាប់កម្លាំងម៉ាស៊ីន HVX ស៊េរីឆ្នាំ2026នេះបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន 150cc ប្រើប្រាស់នៅប្រព័ន្ធបិចសាំងចំនួនចុងក្រោយនិងមានប្រព័ន្ធបញ្ឆេះស្ងាត់ជាមួយនឹងធុងទឹកស្អំដើម្បីបញ្ចុះកម្ដៅម៉ាស៊ីនម៉ូតូផងដែរហើយសម្រាប់ប្រភេទហ្វ្រាំងវិញគឺបំពាក់មកជាមួយនឹងហ្វ្រាំង ABS ជាមួយនឹងសម្បកកង់ដែលគ្មានពោះវៀនហើយហ្វ្រាំង ABS នេះផងដែរគឺជួយទប់លំនឹងនៅពេលដែលអ្នកប្រើប្រាស់ចាប់ហ្វ្រាំងម៉ូតូម្ដងវាក៏បំពាក់មកជាមួយនឹងអំពូល LED មានកុងតាក់បិទបើកភ្លើងមានសញ្ញោសុំផ្លូវមានសញ្ញោឆ្វេងស្ដាំជាពិសេសនោះគឺមានភ្លើងផាសមកជាមួយដូចគ្នាផងដែរបើនិយាយអំពីប៊ូតុងកុងតាក់វិញបន្ថែមមកជាមួយនឹងកុងតាក់ចំនួន4គ្រាប់ដើម្បីងាយស្រួលបញ្ជាទៅលើអេក្រង់ទាំងមូលហើយសម្រាប់ការអាប់ដេតថ្មីនេះគឺអាចចូលមើលវីដេអូពីកាមេរ៉ាម៉ូតូនៅក្នុងអេក្រង់តែម្ដងហើយមួយវិញទៀតគឺយើងអាចភ្ជាប់ទូរស័ព្ទរបស់យើងជាមួយនឹងម៉ូតូរបស់យើងបីប្រើប្រាស់មុខងារដូចជាមុខងារផែនទីដើម្បីនាំផ្លូវមុខងារជួលដំណឹងនៅពេលដែលមានគេខលចូលមុខងារ share screen ដើម្បី share ពីទូរស័ព្ទរបស់យើងចូលទៅក្នុងម៉ូតូផ្ទាល់តែម្ដងនិងមានមុខងារជាច្រើនទៀតដែលបំពាក់ទៅលើម៉ូតូ HVX ឆ្នាំ2026 update នេះសម្រាប់ការធានាគឺ3ឆ្នាំឬក៏ 30000 គីឡូម៉ែត្រសម្រាប់បញ្ហាម៉ាស៊ីនហើយចំពោះគ្រឿងបន្លាស់វិញគឺយើងមានគ្រប់គ្រាន់តែម្ដងសម្រាប់កញ្ចប់ទឹកប្រាក់ទាបមកល្មមប៉ុណ្ណេះទទួលបានម៉ូតូដែលមានមុខងារជាច្រើននិងម៉ាស៊ីនកម្លាំងរហូតដល់ 150cc ខ្ញុំគិតថាពិតជាពិសេសហើយសម្រាប់បងប្អូនដែលមិនចង់ចំណាយច្រើនហើយក៏ចង់បញ្ជាក់ទៅអតិថិជននៅតាមបណ្ដាខេត្តមួយចំនួនដែលគាត់ចង់បងរំលោះឥឡូវនេះគឺបងប្អូនអាចបងរំលោះបានហើយជាមួយនឹងម៉ូដែលម៉ូតូ HVX ស៊េរីឆ្នាំ2026 update នេះហើយសម្រាប់ខេត្តណាដែលអាចបងរំលោះបានបងប្អូនសូមឆាតចូលមកក្នុង page ដើម្បីទទួលបានព័ត៌មានបន្ថែម